វីដេអូនេះកែពីថ្ងៃទី24កែពីផ្ទុះសង្គ្រាមព្រំដែននៅថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់យ៉ាងនេះថ្ងៃទី1ខ្ញុំឡើងមកក៏បានជួបនឹងអណ្ដើកគោកមួយបាទអណ្ដើកក្រាំងនេះគេចាប់មកយកបលែងវាកាត់ផ្លូវខ្ញុំក៏ចាប់មកមុខបន្តិចខ្ញុំក៏បលែងចូលក្នុងព្រៃទៅហើយចាស់គេថាជួបអណ្ដើកមានលៀបចឹងខ្ញុំក៏សុំសងសំណាងសុំលៀបសុំជ័យសុំសុខសប្បាយចឹងទៅក្នុងថ្ងៃដែលខ្ញុំឡើងមកនឹងតែនេះជារូបភាពនៅថ្មដាតូចហើយនៅក្នុងអំឡុងថ្ងៃវគ្គ1ហ្នឹងគឺភ្លៀងទាំងយប់ទាំងថ្ងៃបងប្អូនមើលសភាពនេះគាត់រាំងមកផ្លែតខ្ញុំឡើងមកខាងចោមមួយចឹងក៏ឆ្លៀតថតឲ្យបងប្អូនទស្សនាទៅវីដេអូនេះខ្ញុំទៅតែបើកឃើញទេចឹងទៅបានកាត់ឲ្យបងប្អូនទស្សនាចឹងបងប្អូនដែលបានឃើញវីដេអូនេះជួយ Subscribe Channel YouTube របស់ខ្ញុំមកហើយទៅទស្សនាវីដេអូពេញអស់គ្នាពីខ្ញុំទៅនៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ